mà mi na khác lọp chạy pet con tam Chinese gender chat สำหรับខ្ញុំទាំងងន់កូនពីរដងហើយវាត្រូវទាំងពីរដងខ្ញុំដឹងថាលទ្ធផលគឺវា50-50ពេកដោយសារ pet គឺមានស្រីនិងប្រុសអញ្ចឹងណាចឹងឧទាហរណ៍ខ្ញុំជាក់ស្ដែងខ្ញុំទាំងងន់កូនទី1ហ្នឹងនៅពេលដែលខ្ញុំអាយុ23ឆ្នាំហើយគាត់ហ្នឹងក៏កើតនៅក្នុងខែមករាចំ pet ប្រុសណាដល់ពេលយើងទៅអេកូហ្នឹងគឺបាន pet ប្រុសមែនដល់ពេលខ្ញុំទាំងងន់កូនទី2ហ្នឹងគឺនៅពេលដែលខ្ញុំអាយុ26ឆ្នាំហើយគាត់ក៏កើតនៅក្នុងខែកញ្ញាហើយនៅពេលហ្នឹងវាចំ pet ស្រីប៉ុន្តែពេលហ្នឹងខ្ញុំអត់សូវជឿហ្មងទេដោយសារតែអីមនីរីហ្នឹងគឺគាត់មានកញ្ចៅចំកដាក្បាលអញ្ចឹងចាស់ចំណាំថាចេះតែកូនប្រុសកញ្ចៅចំកដាក្បាលអញ្ចឹងកូនបន្ទាប់គឺប្រុសដែរហើយប៉ុន្តែនៅពេលដែលខ្ញុំទៅអេកូគឺបានភេទស្រីគឺវាត្រូវជាមួយនឹង Chinese gender chart ហ្នឹងតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់ធានាថា chart ហ្នឹងត្រូវ 100% ទេបើអ្នកទាំងអស់គ្នាចង់កំណត់ភេទកូនឲ្យត្រូវមកអ្នកទាំងអស់គ្នាអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញបានតែសម្រាប់បបពិសោធន៍ខ្ញុំគិតថា Chinese gender chart ហ្នឹងវាជួយបានមួយផ្នែកដែរឧទាហរណ៍ថាម៉ាមីអាយុ23ឆ្នាំហើយគាត់មានបំណងចង់យកកូនប្រុសអញ្ចឹងគាត់អាចមើលក្នុងតារាងហ្នឹងថាតើកូនប្រុសមាននៅក្នុងខែណាខ្លះអញ្ចឹងគាត់អាចយកធៀមយកកូននៅក្នុងខែមួយហ្នឹងបានហើយការកណនាអាយុរបស់ម្ដាយហ្នឹងអ្នកទាំងអស់គ្នាអាចយកឆ្នាំបច្ចុប្បន្នដូចឆ្នាំ2025ដកនឹងឆ្នាំកំណើត1995ឧទាហរណ៍អញ្ចឹងអ្នកទាំងអស់គ្នាឃើញអាយុហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមឆាតហ្នឹងបានចឹងបើម៉ាមីក៏ធ្លាប់មើលឆាតនឹងដែរត្រូវឬខុសអីអាច comment នៅក្នុងវីដេអូបានណាអរគុណ